Uranus ចឹងវគ្គនេះគឺ Experience Land នៅខាងក្រោមណាមិនលើណាលើ Go Land ណា បាទ បាទបុចអូ មេលែនមានការ clear រៀងខ្លួនតែគ្រាន់តែ Fashion និងកលៀបាក់ clear បន្តិចតែបើកលៀមានជាន់ passive 2 ដងតែដោយសារតែ Khalid គេកាប់3តង់គេអែមជាង យ៉ាគេ damage យើងឈឺជាង ណាមួយតែ damage គេធំគេឡើង clear មានមុនគេចាំវាយមនុស្សមកណា បាទសត្វទឹកយកបានពី Afonso ដូចគ្នាមួយ Sexual ជាមួយនឹងការ farm 1 Emblem បាទ yes sir មិនតិចដែររសជាតិត្រាស់របស់ Team Flash អាយ៉ាមួយមីតនេះអត់ចង់ clear មានទេចង់វាយមនុស្ស គេ free គេ free វាយមនុស្សបានឬក៏មិនបានចុំ Experiment Ellie Home ហ៎បាទណាពេល Midland កាប់ទៅកាប់មកទីអស់ពាក់កណ្ដាលអត់តន់ចាយ flick ដូចគ្នាបាទហ្នឹងហើយ Oli គេលេងរឿងសេះចឹងហើយព្រោះដោយសារដើមមកគេប្រភេទ Hero Khalid អីសិតតែមេឃក៏មាន damage ទី1ទី2Susan ក៏ជាប្រភេទ Hero ហូបដែរបាទស្ទើរតែ4បន្តិចនេះ4មកមិនបើ4តន់វាយបាត់អង្គមកម៉ួយបាទស្ដាយយើងអត់បានមើល Emblem យ៉ាបាទមានអារម្មណ៍ King Ari រឿងលួចមកទេ Master Assassin បាទខ្ញុំគិតថាចេះបើលេង Master Assassin នៅក្នុងវគ្គហ្នឹងដល់សើតំណងបើលេងឋានៈ City ល្អបងគេការីហ៎អញ្ចឹងបើគាត់មានឋានៈ City ក៏វាអាច delay បានរៀងច្រើនដែរដើម្បី delay ដៃ90% ឋានៈ City បានទប់ Rafa របស់ការីបានអីដែរ90% ឋានៈ City យ៉ាបាទតែមិញមើលក្នុង map ឃើញ Ellie ហូពេកឃើញពាក់កណ្ដាលបាទមានការចាក់កាប់វាយយកទៅលើទី Team Fighter Tommy លេវ4ស្អាតទាំងអស់តែម្ដង OP ក៏លេវ4ដូចគ្នាបាត់ map គេរៀងខ្លួនទីក៏ធ្វើការប្រយ័ត្ននេះខ្ញុំណៃឆៃ map ឃើញ4ទៅវិញមក4ទៅ4មកចាប់ជាប់ជាមួយនឹង KT បន្តិចបន្តួចតែឈុតរីត្រីដោយនឹងម្ដងនេះគ្នាបើបន្តបោកវាយមានការចាប់ជើងនេះខ្ញុំណៃប៉ុន្តែ OP នៅបន្តទៀតជាមួយនឹងការរីត្រីសាស៊ូចូលមកហើយមានការគប់ឆ្លួយមកនេះគ្នាប៉ុន្តែមក join Team Fight គប់បាន2ដៃដល់ម្ដងមកនេះខាតជើងហើយ Maxman របស់យើងតែនៅតែយកបាន Crimson ដូចគ្នាបើកន្លែងមិញល្អមែនតើ shot ឲ្យទៅកាន់ទីដែលទីគាត់ធ្វើការបិទ Afonso ចោលយកមកដល់ចូលសផលណាមានបាន calorie រីត្រីយកមកតែណាមួយក៏មិនអីដែរព្រោះដោយសារការីឃើញគាត់រត់ចំមកដល់ណាមួយគាត់ជាមួយនឹង SOD ហ្នឹងបាន clear lane mid lane មកបាទព្រោះពេលពុកដាច់សផលយើងគាត់ clear lane តែមួយ plate ទេគាត់ឡើងតាមផ្លូវទឹកផ្លូវស្ទឹងមានអាបន moment speed ហ្នឹងឆ្ងាញ់ដល់ក៏ជាតិសំខាន់រត់តន់អាហ្នឹងរត់ដល់តន់ម៉ែស្ពឹកដែរណែនតាមវាមិននេះស្ងប់ស្ងាត់បន្តិចប៉ុន្តែមកថតទី1ស្ពាយបាន3ខៀននិងមកថតឆ្ងាញ់មែនទែនសម្រាប់ Team Flash Cake បាទគាត់ជាជាតិត្រីប៉ុណ្ណេះខ្ញុំលេងដូចជាណាមួយបើយើងមើលទៅលើ Evil Eye ពួកគាត់ក៏ព្យាយាមលេងរឿង safe ដូចគ្នាប៉ុន្តែគាត់ដល់ពេលដើរមក damage គេឈឺពេកណាមួយ Afonso អត់បានធ្វើអីហ្នឹងគេបិទគាត់ជាប់យកមកបាទចំណាយទៅទី1ហើយទីអត់តមាន Tsunami Slave ទេណាបាទដេញគក់វាយឡើងឈាមមកដេញវាយទៅលោទៅរត់យកមកបាទអត់បានវាយគេតែសារ Evil Eye នេះមើលចុះព្រោះតែសារនៅពេលដែលថត countdown សោះ60វិនាទីវាជាពេលវេលាដែលគេអាចវាយ all in skill ទាំងអស់ព្រោះ skill ទាំងអស់ហ្នឹងនឹងពេញតន់នៅពេលថតកើតបាទតែ Evil Eye គេដឹងគេមាន map ឡៃណាគេលេងលេងហ្នឹងអត់ map ឡៃណាគេអត់លេងលេងហ្នឹងហាឡាយគប់លោទៅថៃបន្តិចឆ្វាច់ចូលខ្លួនមកហើយគប់ធ្លុំបន្តិចបានហ្នឹងមកស្ដាយមែនទេមកឈរដល់គ្នា3នាក់មានអ្នកកាងសំខាន់អ្នកកាងហ្នឹងឈរត្រង់មួយនឹងហ្នឹងសត្វកាងខុសអ្នកកាងទៅទៀតដែរបាទអត់អីអត់តន់ខុសបាល់ឆ្ងាយខុសបាល់ខ្លីបាទសម្រួលសាច់បាល់មកវិញបានចាអេសាច់បាល់ពីអីគេក្រុមបាល់តតflash អីហ៎3-10នាក់ពេញបបបាទតែយ៉ាមានការចង់ចូលបើប៉ុន្តែចូលអត់ចោះដែរតទី2នៅ Experiment ម្ដងទៀតមិញយើងក៏បានឃើញហើយការ lock back line របស់ Ruku Ellie ចាប់ជើងអត់ដាច់ skill Fasha ទេដែលបាននិយាយ Immobile គឺបិទតែការបំលាស់ទីទេដើរឲ្យច្រឡំប្រើ skill វាយដៃបានមួយសេតទីបាទបិទដេញបាត់គេចេញគណៈពេលមានការបោកវាយទីបដូរជាមួយ objective retreat តក៏មិន retreat មិនទាន់ឡើងសេបោកវាយ retreat បានទៅ Alfonso ណោះទេចាប់ជើងអត់ជាប់តែប៉ុណ្ណោះគណៈពេលដែល King Ari តាមដូចក្បីមានការបោកវាយដៃជាមួយនឹង Sazo ដល់មកជាមួយនឹង KT មួយទៅដើម្បី King Ari flick out flick jump flick យើងមិន flick បាត់ទៅលេងកំពុងទៅសានេះចូលទៅវិញទៀតបាទយ៉ាមួយសិនណាមួយអ្វីដែលសំខាន់មិញយើងឃើញថាជាមួយនឹង live គប់ SOD ខដែរបាទហើយកំហុសតិចតួចពីទីមិញមុនហ្នឹងដែលកន្លែងថតគាត់ចូលទៅរឿងជ្រៅពេកតែធ្វើឲ្យគេចំណាយ skill ដាក់ ulti វាយបន្លាច់គាត់ចោលយកមកបាទដក1 2 1អូខេដោយសារតែវគ្គនេះដូចតនេះក្បីយើងអាចនិយាយពីម៉ាណាមូស្កូតិចតែតើក្នុងមូស្កូនៅក្នុងមេតាក្រោយខ្ញុំមើលគ្រប់ region គេបើខ្ញុំមើលអត់ទាន់ចាំដល់អា comment basic ណាគេលេងតែធម្មតាទេ
ប៉ុន្តែក៏គេអត់បញ្ចេញគ្នាខ្ញុំមើលតែខ្ញុំ បាទចឹងយើងក៏ផ្លេចដូចគ្នាផងដែរជាមួយនឹងការនាំមកជូនដោយ Official Gaming Phone Infinix GT 50 Pro 5G និង The First Liquid Cooling Gaming Phone ដំណើរការដោយប្រទេស chip B8400 Ultimate Gaming Chip 5.5G លេង Mobile Legends 120 FPS លយតែមែនតើពេញមិនធ្លាក់ frame មិនឡើងកម្ដៅជាមួយនៅ Liquid Cool Hydro Flow អេក្រង់ល្បឿន 144Hz AMOLED ច្បាស់ Gaming Display និងបំពាក់ជាមួយនឹង GT Trigger ឈ្នះគោលការណ៍ប្រកួតបាទអូកបោជាប់នៅទី2មានការវាយបន្តសមម្ដាយជាប់ឆេះអត់ដាច់មេត្រីទៀតអត់ដាច់ទៀត Oh my god 1 AP alive 2 Heavenly តែមានការយកជាមួយនឹង Paul Midland ខណៈពេលមីលៀនសពីក្រុមល្មមមកបង្ហើយ Midland មួយនេះឈាមមួយមិញបាទឈាមមួយសំខាន់មេត្រីស៊ី100 DMX អត់ដាច់ទៀតនឹងអត់ដាច់សមបន្តិចតែបើសិនលេរីត្រីស្វាយដាច់មានអ្នកដាច់លបរីត្រីស្វាយដាច់តែគាត់លេរីត្រីក្រហម Yes sir ត្រីបើមិនបាទបាទចំតាថមនេះយ៉ាងម៉េចចាអេលី respectអេលីដើរក្រោយយូរណាស់បាទបើស្អីអេលីគាត់បាត់ trigger passive ដែរនៅមួយស្មើអញ្ចឹងតែđâyនេះចង់តនហ្នឹងមានអ្នកតននេះតនធម្មតាបាទអេបន្តរីវបាទបន្តយក Alfonso ដើម្បីទីមានអូរ៉ានក្នុងការបោក Alfonso បាទយ៉ាងមិនដែរឬគូគឺជាអ្នកបើកបោកវិញដល់តែគេតែចាំធ្វើរឿងចូលទៅចាប់ជើងគេតែចាប់ចូលនៅទី2 free retry ទៅកាន់ Alfonso មានការសាប់វាយរំបោកមកក្រោយតែដាច់ខ្លួនឯងបានហើយជាមួយទីតែមិនគេច្រើនជាងឬគូក៏ដេញវាយខណៈពេលមានតែអ្នកដេញវាយគ្មានអាចតដៃបានទៅពី team Flash Kick អូពីឈាមមួយអត់ដាច់បាទជាមួយនឹងការចុចចាប់រត់ថយតន់ពេលវេលាប៉ុន្តែអ្វីដែលសំខាន់មិញគឺជាមួយនឹងការបន្តរាវគាត់រាវស្មៅឆៃមែនបើឥឡូវខាតបាត់បើបាទបើ Heavenly ជាមួយខ្ញុំមានអីកាន់ជើងឯតែអូពីជាមួយដោយសារគាត់ flick បោក defense 3 10បាទហ្នឹងមកសមបន្តិចពេញ passive របស់នេះ Velo Trigger របស់ជួយសិនណាបន្តិចmistake yes sir បាទចឹងយើងឃើញថាមានការ fail ច្រើនមែនតើប៉ុន្តែមកថតមិញគឺអូ wow មកលោតមក flick លឿនម្ដងពី live ប៉ុន្តែធ្វើឲ្យ live off flick ក៏ល្អសម្រាប់ lot team មួយដូចគ្នាបាទចឹងយើងនិយាយពីម៉ាណាមូស្កៅទៀតព្រោះនៅក្នុងមេតានេះបើសិនជា team fight លឿនណាខ្ញុំមើលគ្រប់ region ហើយអត់ខ្វះម៉ាណាលេងទេតែបើ team fight យូរហើយគាត់ត្រូវ online សិនបានមកទៀតខ្វះម៉ាណាលេង 90% អញ្ចឹងដើម្បីឲ្យមានម៉ាណាលេងគាត់អាចមានជម្រើស3ណាដែលជំរឿទី1អានឹងវាឆ្ងាយមែនតែនហ្មងគឺយើងត្រូវពេលដែលលុបឲ្យជើងអាចទិញ elegant ជាមួយតែវាចំណេញម៉ាណាបាន3ឲ្យ8បូកម៉ាណាគាត់ 1900 ពេលគាត់អស់ឈាម 40% តឡាម៉ាណា 5-10% វិញបានម៉ាណា300ជាងទៀតចឹងទាំងអស់ក៏បានម៉ាណា720ប៉ុន្តែចាយលើ700បាទអាហ្នឹងជំរឿទី3ជប់ team fight មិនសិនទេបាទមានការកាប់យកទៅលើសាស៊ូតែវាយនេះអត់វាយទេខេតែងមកវិញខេតែងបន្តខេតែងវាយខេតែងសម្ដេចអស់អានទីគប់ SOD ខតដូចគ្នា2ដងហើយដែលឡាយគាត់គប់ខណា King Aris រកូនចាប់ចូលតែលើ OP ខណៈពេល King Aris ហូរឈាមដូចទឹកបាត់បង់ King Aris ភ្លាមនៅម្ដង Oh my god ខាងមុខកតុបលែងជាប់បាត់បង់ទីបន្តទៀតអូខ្ញុំមានអារម្មណ៍ថាពួកគាត់ fail communicate ខ្លាំងមែនតែ team Flash ឯងណា fail ច្រើនមានអារម្មណ៍ថា fail ច្រើនទី1ទី2ការអាពេលដែលកន្លែងថតមិញយើង shout out ទៅឲ្យ Kតែងទៀតណាតែ Kតែងគាត់ចូលទៅ lock ទៅធ្វើឲ្យសាកស្រួលបាន retry total ហើយត្រូវខាតបង kill ហើយគេយកទៅថតគេយកទៅបង្កទៀតហើយចូលមកឈុតមិញដេញវាយជាមួយនឹង Kតែងអត់ហ៊ានចូលត្រូវទៀតខ្លាចលងបលេ Kតែងរស់ធ្វើឲ្យគេ turn back team fight មកវិញដូចគ្នាខាតអស់ OP មក click ទៀតបាទអស់សើមកកន្លែងដែលចង់វាយ Kតែងតែពេល Kតែងគឺមាន ulti គេ save ធម្មតាចំណែក Leo យើងមានដាស់តែមួយបាទជួនសោកស្ដាយបានមិញមក team fight មិញបាទកន្លែងទៅមើលឲ្យ team អូជាមួយនឹង Alfonso ពាក់ជាមួយ Genius Spawn ហើយ Divine កន្លែងយកមកដើម្បីពាក់មកយកមកវាយ Uranus បាទសាហាវបណ្ដោយចឹងមិញដាក់មក Alti គប់មកកានគេពាក់យ៉ាងគ្រប់តែគ្នាគេយកដល់ defense 2តាំងមកមួយដកជាតួលេងមួយដកជាភាគរយគេ make sure ថា enemy on defense យកមកឲ្យអា hero highlight នោះវាវាយឈឺវាសម្រាប់វាយ hero តាន់ណាបាទវាវាយឈឺខ្លាំងដោយសារអញ្ចេះ skill វា damage ទាំងអស់ហើយ passive របស់វាគឺអាចដក magical defense គេបាន20អញ្ចឹងនៅពេលដែលយើងមាន make ជា damage មួយជីកគឺវាយតែឈឺទៀតបាទ Chested Patron 2គ្រាប់ផងដែរពីសមាជិក Evil Eye បាទលើប្លែងឲ្យ clear lot ឬក៏មិនប្លែងHeavenly បាទអូវ៉ាseason វ៉ាមើលលើប្លែកមើលបាត់បង់ជាមួយនឹង Pomid វ៉ាមើល map តែព្រោះតែសារឃើញលើតំណងពេកបាទអញតែអ្វីដែលសំខាន់នោះមិញ Heavenly នៅខាងក្រោមគេសម្រាប់ចិត្តបើកសេះវាយមកតង់ដាច់យកមកណាមួយគាត់ក៏អត់មេរត់គាត់ប្រាប់ Justify ហើយក៏បាច់ចុចដែរព្រោះដើរដាច់ហើយហ្នឹងហើយវ៉ាវ
ចឹងគ្រីវាពិបាកត្រង់បើ hero ឈ្មោះតែតចង់មកវាគប់ free man ប៉ុន្តែបើយើងតែគេឈ្មោះមកជាប្រភេទ hero ដែល debate រកូអត់បញ្ចប់អត់ចូលទេមកបន្តពី OP ពីបន្តដេញភ្ញៀវចាញ់ពីផ្ទះហាងបាត់ហើយនិយាយដែរជប់លួយដែរ បាទគាត់ចំណាយ RT មួយដើម្បីឲ្យគាត់ អត់ចង់ចូលអត់ទៅអត់ចូលទេ បាទណាមួយមិនគាត់ធ្វើចឹងក៏ត្រូវដែរណាគាត់បន្ត RT ដើម្បីដេញគេទៅឲ្យគ្នាគាត់ clear ឡបានលឿន បាទ គាត់ fast clear ឡដែរណា បាទ បាទតែអ្វីដែលសំខាន់ជាមួយនឹង timeline remake ក្រុមទាំងសងខាងសិតតែជាមាន hero ប្រភេទដែល late game អាយ៉ាបោកវាយដល់ទៅលើខេតែងអត់ខ្វល់ទេកូននេះតកចំក៏មានការវាយដូចគ្នាតែរកូចាប់ជាប់បាត់ហើយបាត់បោះជាមួយនឹង Heavily ទៅមុនគេដូចគ្នាដល់ជាមួយនឹង Lai អំទៅទី2ខេតែងសោតតែម្ដាយក៏ទប់អត់ជាប់ដូចគ្នា King Ari គេសាប់យកចាយភ្លេចស៊ីជាមួយនឹង King Ari ដូចគ្នា2ដល់ជាមួយនឹង2តែបណ្ដោះចិត្តជាក់មួយ បាទមិញជាមួយនឹង SOD សម្រាប់ចិត្តនៅក្នុងការមកវាយក៏ដូរបានមកខៀងប៉ុន្តែក៏ trade បាត់បង់2 hero មកវិញដូចគ្នាផងដែរពី team Flash KX 2ទៅនឹងស្មើបាទពីអា SOD មកឆ្វប់គប់ចំតែកន្លែងនេះចាំមើលអីឡងសិនណាឡាយលោតមកនេះមក stand ជាប់2នាក់ហ្នឹងបាទប៉ុន្តែដោយសារតែខេតែគាត់មានជាមួយនឹង ultimate បាទលោតមកចាប់ stand ទៅគាត់អត់មានអីរត់នោះទេបាទពីថ្ងៃនេះកន្លែងនេះពីនឹងរត់រួចឯងប៉ុន្តែចូលពេញ stage គេបោកមកក្រោយវិញខ្វិតដូចគ្នាបាទលេមដូចជា goal lit មិន lit គ្នាហ្មងទេ 1.5k goal lit lot នឹងមានការ spawn នៅក្នុងពេលវេលាបន្តិចទៀតនេះបាទ King Ari off flick ប៉ុន្តែអត់សូវសំខាន់ទេទី off flick សំខាន់ហើយ Heavenly off purify សំខាន់តែអ្វីដែលសំខាន់ខ្ញុំវាបើគិតទៅខ្ញុំមកថាវគ្គនេះដូច Orbit Lamb of Flash ពេល community King Ari ឃើញ4វាយ King Ari កើតឬក៏មិនកើត King Ari ចយវាយតែម្ដងឆែកម៉ែមមូស្កើបងបងផ្ទះ fast ឡតនក៏មិនទាន់ខណៈពេលដែលខាងក្រៅមានការវាយជាមួយនឹងផង OP អស់ពាក់កណ្ដាលនេះគ្នាឡចូលមិនដល់នៅទេពីសាសូគប់ជាមួយនឹងឆ្កាក់មកដល់នេះគ្នាតែគប់ជាប់ចាំពេលវេលាលោតមកក៏មកអត់ទាន់មកបានជាមួយនឹងការវាយយកតែម្ដងមានការដកថយបដាបាត់បង់ជាមួយនឹង King Ari បាត់បង់ជាមួយនឹងទី Oh my god បាត់បង់2នាក់បាត់ទៅហើយប៉ុន្តែអ្វីដែលសំខាន់គឺយើងឃើញហើយ SOD គប់មកគឺអត់បានបញ្ចេញ damage នោះទេព្រោះដោយសារប្រភេទ hero របស់ខាង team EVLI សិតតែប្រភេទ hero stand ហើយសិតតែ stand ធំហើយ hero ដែលច្រាម team fight បានយូរបាទ damage គេខ្លីតែឈឺហ្នឹងដូចហាឡៃនឹង carry ហើយ hero យើងលោតតរគេស្រាប់ហ្នឹងបាទដូចមកស្កៅដែរអញ្ចឹងយ៉ាបាទហើយអ្វីដែលសំខាន់គេតែង sell out មែនទៀតគាត់មើលកលាលមុំដូចចាប់ lock hero ដែលសំខាន់ផុយបើគាត់ lock បាទដូចជា OP ដូចជាអីចឹងទៅ100បន្ទុករបស់ Moscow គឺនៅពេលដែលគេលេងក្រៅដីរត់រួចណាចង់ឥឡូវចាំមើលថានឹងមានការ comeback វិញដែរទេតែគេតែចាក់ flick freestyle ជាប់hero លុនកាប់ទីលុនមកសេវបាត់បោជាមួយនឹងសាស៊ូតទៅបានបោកមកក្នុងបោកវាយដែរជាមួយនឹងវត្តមានរបស់ Eli មួយនេះក្នុង Heavenly ចាំមកយ៉ាគប់ទៅលើ Eli គប់រកូបាត់បោកជាមួយនឹងរកូបាត់បោកជាមួយនឹង Lai សាតែ OP នឹង King Ari ហូលឡតចេញក្រៅផ្ទះដូចគ្នាខណៈពេលដែលអ្នកវាយផ្ទះក៏មិនទាន់ហ៊ានវាយទីក្នុងដែរលេងមួយអត់មាន damage វាយផ្ទះទេជាមួយនឹងការវាយចោលវាយឡើងសិតតែ hero កូនស្រីអត់មានប្រភេទ hero ដែលវាយផ្ទះប៉ុន្តែក៏ចំណេញដូចគ្នាផងដែរសម្រាប់ EVI ដែលគាត់យកបាន2ផ្លូវដូចគ្នាបាទមិញបីដល់អត់ដាច់ទេហេងចេះបាទ Afonso គាត់លោនមកដល់ចាប់ LT ចំជាមួយនឹង Lai កុំអីរឿងច្រើនដែរបាទបើចាប់អត់ចំ Lai ទេ Lai គប់ទាំងអស់បាទចឹងយើងក៏មិនភ្លេចដែរគ្នាផងដែរជាមួយនឹងកញ្ចប់គម្រោង សេខាត់ AO Gamer ជាប់ជាមួយនឹងកញ្ចប់ AO Gamer បានទាំងអ៊ីនធឺណិតទេនិងពេជ្រក្នុងគម្រោងតែមួយតែម្ដងគម្រោងប្រចាំសប្តាហ៍$1កន្លះទៅទទួលបានជាមួយនឹង 8G ទេនិងសារក្នុងប្រព័ន្ធ60ជាមួយនឹងពេជ្រ35ពេជ្រដូចគ្នាចឹងអ្នកនរនេះអាចធ្វើការភ្ជាប់បានតាមរយៈ Sekat App បាទភ័ក្រនេះក្តៅអូ40 stack Sky Piercer អូចាំដែរទេបាទមានឆេះហើយមាន slow ទៀតបាទញ៉ាំងើនៅនឹងឥឡូវសំខាន់វាយដល់ជូស៊ីនគេផងហ្នឹង Crimson ដាច់តែម្ដងតែប៉ុណ្ណោះបាទវាយដល់ជូស៊ីនណាច្រើន team fight ណាអូទីបើមុខទីឯងទីវគ្គនេះលោត all in ចាប់បោកវាយចាក់មកទីមួយទៀតបោកមកក្រោយតែបោកអត់បាន Oh my god មិនចឹងខណៈពេលមានការគប់យកទៅលើ King Ari នេះគឺមិនមានការរះម៉ាត្រាបាត់បង់ King Ari ចេញពីណាថាពីHeavenlyវាយទាំងអស់តែទាំងអស់វាយវិញសាស៊ូក៏បាត់បង់នៅសល់តែ OP មួយតែប៉ុណ្ណោះជាមួយតបចប់ឬក៏មិនចប់មីនៀនចូលដល់ផ្ទះវាយផ្ទះ free ជាមួយនឹង Alfonso OP តឡាឈានតាមបណ្ដឹងធ្វើអីនេះខ្ញុំណែ clear មីនៀនក៏មិនដែរជ័យជំនះវគ្គទី1ក៏បានទៅលើ EVLI Esport វាឡោ